អត្ថាធិប្បាយប្រកាសយ៉ាងរំភើបទៅកាន់ពិភពលោកថាជំរាបសួរប្រិយមិត្តអ្នកគាំទ្រ BLTV ជុំវិញពិភពលោកទាំងអស់គ្នាហើយចុងក្រោយនេះពានរង្វាន់ Neo Eco League បានមកដល់ហើយការប្រកួតដែលនៅសល់រួមមានការប្រកួតទី9រវាងក្រុមតំណាងប្រទេសអេស្ប៉ាញ FC Barça តតាំងជាមួយក្រុមតំណាងប្រទេសអង់គ្លេស Manchester City និងការប្រកួតទី10ដែលជាជំនួបដ៏ធំបំផុតរវាងក្រុមតំណាងឲ្យប្រទេសអាល្លឺម៉ង់គឺ Bayern Munchen ប្រឈមមុខជាមួយក្រុមតំណាងឲ្យប្រទេសបារាំង PSG មនុស្សម្នានៅជុំវិញពិភពលោករាប់ចាប់តាំងពីអ្នកគាំទ្រធម្មតាគ្រួសារកីឡាកររហូតដល់មិត្តភ័ក្តិទាំងអស់គ្នាកំពុងតែអង្គុយសម្លឹងមើលអេក្រង់ទូរទស្សន៍និងទូរស័ព្ទដោយក្តីអន្ទះសារនិងរំភើបញាប់ញ័រជ័យជំនះចុងក្រោយគឺស្ថិតនៅលើការប្រយុទ្ធមួយនេះហើយការទាត់បាល់បើកឆាកនៃជំនួបទាំងពីរនឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះនៅឯបន្ទប់ប្រជុំនៃសហព័ន្ធបាល់ទាត់អន្តរជាតិប្រធានសហព័ន្ធបាល់ទាត់ជប៉ុនលោកបារ៉ាត់ស៊ូតាកំពុងតែលើក tablet បង្ហាញទិន្នន័យយ៉ាងរំភើបនិងមានមោទនភាពជាខ្លាំងមើលចុះតើលេខនិង graphic ដែលកើនឡើងខ្ពស់កប់ពពកទូទាំងពិភពលោកនេះយ៉ាងម៉េចដែរចុងក្រោយប្រព័ន្ធ BLTV របស់យើងមានអ្នក subscribe លើសពី100លាននាក់ហើយ BLTV កំពុងតែដើរលើផ្លូវក្លាយជាស្ថាប័នដ៏ធំលំដាប់ពិភពលោកហើយបារ៉ាត់ស៊ូតាបានប្រវីដៃនិងស្រែកយ៉ាងខ្លាំងនៅចំពោះថ្នាក់ដឹកនាំអន្តរជាតិពិភពលោកទាំងមូលកំពុងតែទន្ទឹងរង់ចាំមើលការកើតឡើងនៃស៊ុបស្តារសម័យកាលថ្មីមួយនេះយ៉ាងអន្ទះសារបំផុតពួកយើងត្រូវតែចេះទាញយកផលប្រយោជន៍លើរលកយក្សមួយនេះបន្ទាប់មកគេក៏បានញញឹមបែបពោពេញទៅដោយល្បិចកលរួចស្នើឡើងថាដូច្នេះពាក់ព័ន្ធនឹងការប្រកួតពានរង្វាន់ U20 World Cup តើលោកចង់សាកល្បងជាមួយនឹងផែនការរបស់ខ្ញុំដែរឬទេសំណួរនេះត្រូវបានសួរតម្រង់ទៅកាន់ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិបុរសអាចកំបាំងដែលមានអំណាចកម្ពូលរូបនេះអង្គុយលើកៅអីយ៉ាងស្ងប់ស្ងាត់កាន់ដំបងច្រត់រួចពោលពាក្យតបទៅវិញយ៉ាងត្រជាក់ស្រេបថាបើឯងកំពុងតែនិយាយអំពីមូលធននិយមអញ្ចឹងអញនឹងអង្គុយស្ដាប់នៅឯបន្ទប់ពិនិត្យសុខភាពនិងពិសោធន៍របស់ភ្លូឡុកអៃរីកំពុងតែឈរមើលទិន្នន័យលើ tablet ទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំងទិន្នន័យរាងកាយទាំងអស់របស់គេកំពុងតែខិតជិតទៅរកកម្រិតរបស់ Noel Noah ហើយលេខស្ថិតិនិងកម្លាំងសាច់ដុំទាំងនេះសម្រាប់មនុស្សក្នុងវ័យដូចជាគេនឹងជារឿងមិនគួរឲ្យជឿតតែសោះខណៈពេលដែល Eco កំពុងអង្គុយញ៉ាំមីយ៉ាងឆ្ងាញ់ពិសាគេបានពោលពាក្យយ៉ាងត្រជាក់ទៅកាន់បុគ្គលនៅក្នុងទូពិសោធន៍នោះថាបណៃទេកុំភ្លេចឲ្យសោះឯងគឺជាអាវុធពិសោធន៍ជាកាតាលីករសម្រាប់ជំនួយបង្កើតឲ្យមានខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតនៅលើពិភពលោករូបភាពបានបង្ហាញឲ្យឃើញគូនីកាមីដែលកំពុងស្ថិតក្នុងទូពិសោធន៍វ៉ាកាតជាមួយនឹងខ្សែនិងឧបករណ៍វាស់ស្ទង់ពាសពេញរាងកាយអ៊ីកូដាក់បញ្ជានឹងលាងខួរក្បាលគេយ៉ាងដាច់អហង្ការថាបោះបង់អ៊ីកូរបស់ឯងចោលទៅគូនីកាមីចោលភាពជាខ្លួនឯងហើយខ្លាចជាមនុស្សដែលគ្មានបេះដូងគូនីកាមីបើកភ្នែកធំៗទាំងលែងមានវិញ្ញាណក្នុងខ្លួនរួចឆ្លើយតបវិញយ៉ាងល្វីងថាបាទលោកគ្រូឈុតឆាបានផ្លាស់ប្ដូរមកកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុម Bayern Munchen Noel Noah កំពុងបង្ហាញទម្រង់លេង 4-4-2 នៅលើអេក្រង់សម្រាប់ជំនួបផ្ដាច់ប្រទល់នឹង PSG ពួកយើងនឹងប្រើប្រាស់ទម្រង់11នាក់ដំបូងនេះប៉ុន្តែពួកយើងនឹងដោះដូរកីឡាករចេញចូលយ៉ាងសកម្មនៅក្នុងស្ថានភាពប្រកួតជាក់ស្ដែងខ្ញុំចង់ធ្វើការសាកល្បងដែនកំណត់នៃវិធីសាស្ត្រប្រយុទ្ធរបស់ក្រុមមួយនេះ Noah បានងាកទៅប្រាប់អ្នកអង្គុយលេងនៅកៅអីបំរុងទៀតថាសូម្បីតែអ្នកដែលមានឈ្មោះនៅលើកៅអីបំរុងក៏មិនត្រូវបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍សូម្បីតែ1វិនាទីដែរ Noel Noah សម្លឹងមើលទៅកីឡាករទាំងអស់ដោយក្រសែភ្នែកស្ងប់ស្ងាត់ប៉ុន្តែមុតស្រួចរួចពោលពាក្យបញ្ជានិងបំផុសស្មារតីចុងក្រោយយកជ័យជំនះនេះមកឲ្យ Bayern Munchenព្រោះបើចាញ់ការប្រកួតអ្វីគ្រប់យ៉ាងនឹងគ្មានន័យទាំងអស់សមាជិកក្រុមទាំងអស់ស្រែកតបវិញដោយកម្លាំងចិត្តពុះកញ្ជ្រោលបាទលោកគ្រូដៃឈីនិងអ៊ីកាកូរីស្ទុះបុកដៃគ្នាយ៉ាងស្រែកហូរឡើងខ្លាំងតោះប្រយុទ្ធខណៈពេលដែលកំពុងដើរទៅកាន់ទីលានអ៊ីសាគីដកដង្ហើមធំរួចគិតក្នុងចិត្តយ៉ាងត្រជាក់ថាត្រូវហើយប្រសិនបើពួកយើងមិនឈ្នះការប្រកួតនេះអ្វីដែលខ្ញុំធ្លាប់បានខិតខំកន្លងមកគឺពិតជាគ្មានន័យមែនរូបភាពក្នុងអតីតកាលបំផុលឡើងក្នុងខួរក្បាលរបស់អ៊ីសាគីខ្ញុំធ្លាប់បានអាស៊ីសឲ្យគេធ្លាប់ប្រើប្រាស់ខ្លួនឯងធ្វើជាចំណីបោកបញ្ឆោតហើយក៏បានយកឈ្នះលើឧបសគ្គនៅចំពោះមុខម្ដងហើយម្ដងទៀតដែររហូតបង្កើតបានជាអាវុធថ្មីសម្រាប់ខ្លួនឯងប្រហែលជាដោយសារខ្ញុំបានដើរមកដល់ចំណុចនេះហើយទៅធ្វើឲ្យខ្ញុំអាចគិតបែបនេះបានអ៊ីសាគីដើរឈានជើងតម្រង់ទៅលើទីលានប្រកួតជាមួយនឹងភាពតាំងចិត្តដ៏រឹងមាំកាលពីមុនពាក្យថាខ្លាំងបំផុតនៅលើពិភពលោកវាគ្រាន់តែជាគំនិតនិងស្រពេចស្រពិលប៉ុណ្ណោះបន្
តែឥឡូវនេះមិនថាទូនីតិជាខ្សែប្រយុទ្ធការចង់យកឈ្នះលើរិនឬការចង់នាំក្រុមមួយនេះទៅរកជ័យជំនះខ្ញុំអាចស្រមៃនឹងមើលឃើញយ៉ាងច្បាស់លាស់ថាតើអ្វីទៅជាការខ្លាចជាអ្នកដែលខ្លាំងបំផុតនៅលើពិភពលោកខ្ញុំចង់ខ្លាយជាអ្នកដែលខ្លាំងបំផុតនៅលើពិភពលោកអ៊ីសាគីបានដើរឈានចូលទៅកាន់ទីលានប្រកួតជាមួយនឹងខ្សែភ្នែកភ្លឺផ្លេកពោពេញតែក្តីស្រេកឃ្លាននិងភាពជឿជាក់លើខ្លួនឯងយ៉ាងដាច់ខាតនេះគឺជាភាពពីខ្លួនឯងរបស់ខ្ញុំនេះគឺជាក្តីស្រេកឃ្លានចង់ឈ្នះហើយអាចកើតចេញពីជីវិតនិងការតស៊ូផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះនៅម្ខាងទៀតនៃទីលានពូលក្រុមតំណាងឲ្យប្រទេសបារាំង PSG បានលេចមកឡើងយ៉ាងអស្ចារ្យជាមួយនឹងទម្រង់លេង 3-4-1-2 តំបន់ប្រយុទ្ធខាងលើដឹកនាំដោយគូសត្រូវស៊ីសាច់ប្រឈាមរិននិងស៊ីឌូឈប់បែកគ្នាព្រមទាំងមានសមាជិកឆ្នើមដូចជាសេនេស៊ូការ៉ាស៊ូទូគីមីតស៊ូណាណាសេនិងកម្ពុជាខ្សែបម្រើច្នៃប្រឌិត Charles ទីលានប្រកួតទាំងមូលប្រែជាក្តៅគគុកភ្លាមនៅពេលដែលជើងខ្លាំងនៃក្រុមទាំងពីរបានឈានជើងចូលមកដល់ស៊ីឌូបានដើរចូលទៅរកខៃសឺរួចញញឹមបែបឈួតលីលានិងនិយាយឌឺថាណែអតិរិទ្ធការកលាបខៀវប្រសិនបើអញអាចយកឈ្នះលើឯងបានពេលនឹងបង្ហាញនិងបញ្ជាក់ពីអត្តភាពរបស់អញទៅកាន់ពិភពលោកទាំងមូលមែនទេស៊ីឌូលិតបបោមាត់ទាំងរភើបជាខ្លាំងគិតទៅចង់តែប្រកួតឥឡូវនឹងភ្លាមតែម្ដងវើយខៃសឺងាកមកមើលស៊ីឌូដោយខ្សែភ្នែកស្ងប់ស្ងាត់មានអារម្មណ៍រួចពោពាកតបវិញយ៉ាងត្រជាក់និងមើលងាយថាទៅឲ្យឆ្ងាយពីអញទៅអាសក់ការជុកថោកទៀតចំណែកអេសាគីដើរចូលទៅចិត្តព្រួយសម្លឹងមើលមុខរិនចំដោយក្រសែភ្នែកពពេញដោយទំនុកចិត្តណែរិនចុងក្រោយពួកយើងអាចមកទប់ទល់គ្នានៅលើទីលាននេះបានហើយដើម្បីចង់ដឹងថាតើអ្នកណាក៏ជាលេខ1នោះរិនងាកមកមើលអេសាគីដោយក្រសែភ្នែកត្រជាក់រួចពោលតបទៅវិញយ៉ាងត្រជាក់ថាលេខ1ច្រើនស្អីអញមិនខ្វល់ពីរឿងអស់ហ្នឹងទេអ្វីដែលអញចង់បានអេសាគីខណៈពេលដែលឯងត្រូវអញកំទេចចោលឲ្យខ្ទេចខ្ទីគ្មានសល់នោះទេកីឡាករទាំងអស់នៃក្រុមទាំងពីរចាប់ផ្ដើមបញ្ចេញកំហឹងនិងស្មារតីសង្គ្រាមរៀងៗខ្លួនការរ៉ាស៊ូញញឹមចុងមាត់រីឯណាណាសេនិងរ៉ៃឈីស្រែកហូរឡើងដីរំភើបគូនីកាមីនិងហៃរីឈោសម្លឹងមើលទៅមុខដោយការតាំងចិត្តខ្ពស់គ្រប់គ្នាសុទ្ធតែមានគោលដៅតែមួយគត់ឈ្នះបំផ្លាញរស់រានមានជីវិតហើយនៅចង់ដណ្ដើមយករាជបល្ល័ង្កចំនួនប្រកួតដ៏ធំបំផុតការប្រកួតប្រជែងនិងគោលដៅយកឈ្នះគ្រាប់បាល់នៅក្នុងការប្រកួតនេះរវាងរិននិងអេសាគីខ្សែកែវភ្នែករបស់គូសត្រូវស៊ីសាច់ហត់ឈាមទាំងពីរបានប្រសពគ្នាជាចុងក្រោយ Neo Eco League ការប្រកួតទី10បានស្តាប់មុនឈិនទប់ទល់ជាមួយនឹង PSG អេសាគីបញ្ចេញខ្សែភ្នែកភ្លឺផ្លេកស្រែកប្រកាសក្នុងចិត្តយ៉ាងក្តៅគគុកថារងចាំមើលទៅរិនខ្ញុំនឹងឆ្លងផុតហើយយកឈ្នះលើអ្វីៗគ្រប់យ៉ាងឲ្យឯងមើលហើយការប្រកួតក៏បានចាប់ផ្ដើម